គោរពជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទដោយដែលសារដែលខ្ញុំបានផ្ដល់នៅខាងលើគឺយើងសូមមានតម្រូវការថ្មីសម្រាប់ក្រុម TV របស់យើងនៅពេលដែលការថតរូបគឺសូមប្រើប្រាស់នៅកាមេរ៉ាថ្មីដែលយើងបានដំឡើងនៅក្នុង tablet របស់ក្រុមនីមួយៗរួចរាល់អញ្ចឹងដូចកាមេរ៉ាក្នុងរូបដែលខ្ញុំបានផ្ដល់នៅក្នុងសារខាងលើអញ្ចឹងនេះគឺជាការបង្ហាញវីដេអូថ្មីអំពីការប្រើប្រាស់របស់កាមេរ៉ាហ្នឹងហើយនឹងមុខងារដូចដែលបានរៀបរាប់នៅក្នុងសារខាងលើដូចគ្នាអញ្ចឹងខ្ញុំក៏បាន download នៅក្នុងទូរស័ព្ទដៃដូចគ្នានៅខាងក្រោមកាមេរ៉ាខាងស្ដាំហ្នឹងគឺឈ្មោះថា timestamp camera បាទអញ្ចឹងឧទាហរណ៍ថានៅពេលដែលលោកគ្រូអ្នកគ្រូបើក tablet សម្រាប់ថតរូបគឺសូមចូលថតតាមរយៈកាមេរ៉ាហ្នឹងហើយចំណុចមួយទៀតសូមពិនិត្យមើលតទៅនឹង location បាទគឺយើងបើក location នៅលើtablet របស់យើងដើម្បីមុននឹងប្រើប្រាស់នៅកាមេរ៉ាហ្នឹងប៉ុន្តែជាទូទៅគឺខាង IM យើងទាំងបាត់ដំបងទាំងរតនគិរីគឺគាត់បានដំឡើងនៅមុខងារគឺបើក location ចោលជាប្រចាំរួចរាល់ហើយមួយទៀតគឺក្នុងករណីបើសិនជាមានអ៊ីនធឺណិតក៏ល្អប្រសើរដែរឥឡូវខ្ញុំតេស្តក្នុងករណីបើក location ហើយនឹងអ៊ីនធឺណិតបន្ទាប់មកនៅពេលយើងចង់បានថតរូបយើងចូលនៅកាមេរ៉ា timestamp ហ្នឹងបាទចឹងនេះខ្ញុំឧទាហរណ៍នៅពេលយប់បាទចឹងដូចដែលលោកគ្រូអ្នកគ្រូបានឃើញនៅក្នុងកាមេរ៉ាវាមានមុខងារភ្ជាប់ដូចជាទី1នៅខាងលើជ្រុងខាងលើខាងឆ្វេងគឺមូលហ្នឹងគឺទិសបាទទិសត្រៃវិស័យបាទនៃទីតាំងដែលខ្ញុំកំពុងតែថតហើយខាងក្រោមជ្រុងខាងឆ្វេងរូបផែនទីដែលយើងមើលឃើញក្នុងមាត្រដ្ឋានធំបាទយើងមើលក្នុងរយៈកម្ពស់ខ្ពស់គឺអាចឃើញទីតាំងនៃរូបថតដែលខ្ញុំកំពុងតែត្រៀមថតហ្នឹងគឺចំណុចក្រហមហ្នឹងទីតាំងរបស់យើងបាននៅចំណុចណានៃទីតាំងណាបាទជាក់ស្ដែងដូចទីតាំងខ្ញុំកំពុងតែត្រៀមថតនេះនៅម្ដុំលង្វើកហ្នឹងទៅអញ្ចឹងយើងអាចដឹងមើលក្នុងរូបភាពជាលក្ខណៈជាផែនទីធំបានហើយព័ត៌មានជាអក្សរនិងលេខនៅខាងស្ដាំជ្រុងខាងក្រោមបាទយើងឃើញមានជួរទី1មានការបច្ឆេទបាទដូចជាស្ដែងអញ្ចឹងថ្ងៃនេះថ្ងៃទី30ខែ6បាទ30 ជូន 2026បាទម៉ោង 7:48 បាទអញ្ចឹងមានការបច្ឆេទមានម៉ោងបាទហើយបន្តទី2 48 ពេលហ្នឹងគឺយើងកំណត់រួចរាល់លើ tablet ទាំងអស់គ្នាបាទគឺចំណុចនិយមការឬក៏យើងហៅថា GR បាទចំណុច GR ហើយទី3យើងឃើញលេខលោតរហូតជាមុំ degree បាទគឺទីតាំងដែលខ្ញុំកំពុងអង្គុយនេះដូចថាវានៅទិស304ឬ305 degree ចំណុចចន្លោះទិសខាងជើងនិងខាងលិចបាទហើយមានទីតាំងដូចថាភូមិសាស្ត្រដូចខ្ញុំទៅស្គាល់អញ្ចឹងបើសិនករណីយើងបើកអ៊ីនធឺណិតមានអ៊ីនធឺណិតវាស្គាល់ទីតាំងដែលយើងកំពុងនៅនេះគឺក្រុងបាត់ដំបងហ្នឹងហើយក្រុងបាត់ដំបងខាងស្រុកសង្កែបាទស្គាល់ហើយចំណុចខាងក្រោមមួយទៀត altitude ហ្នឹងតើតើនឹងរយៈកម្ពស់នៃទីតាំងយើងនេះបាទដូច 0.1 feet កន្លែងហ្នឹងគឺយើងអញ្ចឹងកន្លែងមួយចំនួនហ្នឹងគឺយើងអាចកំណត់កែកុនទៀតបានបាទហើយមានមុខងារពិសេសមួយទៀតឧទាហរណ៍នៅពេលលោកគ្រូថតរូបឧទាហរណ៍ទីតាំងនេះជាទីតាំងមីនជាក់ស្ដែងយើងអាចកំណត់ទៅសេបាន note បានបាទចុះឧទាហរណ៍យើងចុចនៅកន្លែងកំណត់វាគឺនៅជ្រុងខាងស្ដាំខាងក្រោមរូបដូចនាឡិកាពណ៌ខៀវនិងពណ៌បៃតងនេះបាទអញ្ចឹងបើសិនជាយើងចុចនៅខាងហ្នឹងយើងឃើញមុខងារមួយចំនួនបាទអញ្ចឹងឧទាហរណ៍ខ្ញុំបានបើក map មាន compass គឺយើងបើកមុខងារហ្នឹងដើម្បីបង្ហាញវារួចរាល់ហើយអញ្ចឹងនៅកន្លែងពាក្យ display custom touch on camera ហ្នឹងកន្លែងដែលយើងអាចទៅសេបានបាទអញ្ចឹងឧទាហរណ៍លោកគ្រូខាងជាពិសេសខាង AD ហើយនិង CL បើសិនជាថតរូបញឹកញាប់ឬក៏តាក់ទងទីតាំងមីនអាចទៅសេអាច note បានឧទាហរណ៍ថាទីតាំងនេះគឺថាយមានថាយ69ចំនួនគ្រាប់អីអញ្ចឹងឧទាហរណ៍បាទចំនួន1បាទអញ្ចឹងយើងចុចអូខេមកបាទយើងឃើញឈ្មោះនៅខាងក្រោមបាទថាយ69ចំនួន1អញ្ចឹងយើងថតមកប៉ោះហ្នឹងមកបាទអានេះខ្ញុំថតពេលយប់បន្តិចជាការតេស្តទេបាទអញ្ចឹងឧទាហរណ៍យើងមើលរូបថតហ្នឹងបាទអញ្ចឹងនេះទីតាំងហ្នឹងគឺយើងបានរូបថតមួយស្លឹកនេះមានព័ត៌មានគ្រប់គ្រាន់សម្បូរបែបជួយបានច្រើនបាទតើតើមានទិសមានថ្ងៃខែមានម៉ោងមានចំណុចនិយមការឈ្មោះទីតាំងមាន map ហើយ note បានជាប្រភេទថាយ69បាទអញ្ចឹងនៅពេលដែលយើងថតរូប
ផ្សេងទៀតយើងអាចដូរ complete ដូរឡើងឈ្មោះនឹងបើសិនជាយើងអត់ដូរវានៅជាប់អញ្ចឹងដដែលបាទដូចថៃ69ចំនួន1យើងវានៅជាប់រហូតអញ្ចឹងបើសិនជាថតរូបធម្មតាទេយើងអាចខ្វែងលុបវាចោលបាទហើយចុចអូខេមកឃើញបាត់ហើយបាទហើយកន្លែង attitude នេះអានេះរយៈកម្ពស់យើងអាចដូរបានដាក់ជាຂະຫນាតធម្មតាក៏ពិតដាក់ក៏បានអត់ក៏បានដែរបាទដូច attitude នេះខ្ញុំដាក់កំណត់វាយកជាមានទាំង attitude មានទាំងspeed ទឹកខ្យល់ប៉ុន្តែខ្ញុំយកតែ attitude ទេកន្លែងនេះຂະຫນាតយើងអាចយកជាធម្មតាវាក៏បានដែរដូចជា metric unit នេះអានេះយើងចុចអូខេមកអញ្ចឹងវាបង្ហាញ 0.9 MSNM ហ្នឹងជាពាក្យជាភាសាអេស្ប៉ាញទេតែន័យវាគឺ mét above sea level គឺចំនួន 0.9 ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រសម្រាប់ប្រទេសកម្ពុជាយើងគឺគេធៀបទៅនឹងនីវ៉ូទឹកសមុទ្រឈ្មោះដុនហូឆ្នេរសមុទ្រនៅប្រទេសវៀតណាមបាទគេយកຂະຫນាតសម្រាប់នៅប្រទេសវៀតណាមសម្រាប់វាស់ជារយៈកម្ពស់បាទអញ្ចឹងទីតាំង altitude ហ្នឹងគឺយើងប្រើវាក៏បានអត់ក៏បានដែរតែបើសិនជាយល់អត់ហ្នឹងហើយយើងបើកវាទៅតែបើយើងចង់បិទវា altitude ហ្នឹងយើងអាចបិទវាបាននេះអញ្ចឹងខ្ញុំបិទហើយចុចអូខេវិញបាទគឺឃើញបានដែរអញ្ចឹងតែយើងបើកវាក៏ល្អដែរអត់អីទេបាទហើយផ្សេងទៀតតើតងទៅ map អូខេតើតងនឹង map មួយទៀតខ្ញុំចង់បង្ហាញ tip បន្តិចដែរយើងអាចព្រីព្រមវា scale អីឲ្យទូចធំទាំងបានអញ្ចឹងឧទាហរណ៍ map ខ្ញុំចូលចុច3នេះយើងអាចកំណត់ផ្សាយវាធំក៏បានដែរបាទអញ្ចឹងយើងឃើញ map វាព្រីព្រមតាមហ្នឹងបាទអូខេអញ្ចឹងយើងឃើញ map ធំតែយើងអាចវាអាចនឹងបាំងរូបភាពនៅពេលយើងថតយើងអាចដាក់មកទំហំសមល្មមចូល map ចុច3នេះយើងបដូរ size មកល្មមបាទ scale នេះបើសិនជាយើងដាក់កាន់តែធំវា zoom កាន់តែទាបមានន័យយើងមើលក្នុងរយៈកម្ពស់កាន់តែទាបនៅទីតាំងយើងអញ្ចឹងយើងអាចមើលមកសមល្មមបើសិនជាចង់កំណត់ដូចជា map scale នេះមកទូចល្មមបាទអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ពាក់កណ្ដាលអញ្ចឹងឃើញបានក្នុងរយៈកម្ពស់ខ្ពស់ដឹងថាទីតាំងនៅម្ដុំណាបាទឧទាហរណ៍ខ្ញុំនៅម្ដុំឡុងវិលអញ្ចឹងទៅជាឧទាហរណ៍បាទអញ្ចឹងនេះក៏ជាមុខងារសំខាន់មួយចំនួននៃកាមេរ៉ាហ្នឹងបាទគឺអត់មានអីច្រើនស្មុគស្មាញទេគ្រាន់តែអ្វីដែលសំខាន់នៅពេលដែលថតរូបគឺយើងចូលប្រើប្រាស់នៅកាមេរ៉ាហ្នឹងទី1ហើយទី2 complete បើកពិនិត្យមើល location យើងបើកមុខងារ location របស់ tablet យើងបាទក្នុងករណីkalauយើងភ្លេចបើក location អញ្ចឹងណាហើយទី3បើសិនជាអត់អ៊ីនធឺណិតក៏អត់បញ្ហាដែរឥឡូវឧទាហរណ៍ខ្ញុំករណីខ្ញុំបិទអ៊ីនធឺណិតបាទអញ្ចឹងខ្ញុំបិទអ៊ីនធឺណិតហើយនៅតែ location ទេហើយអញ្ចឹងនៅលើកាមេរ៉ាហ្នឹងនៅពេលដែលយើងបិទអ៊ីនធឺណិតវានឹងអាចនឹងបាត់ទីតាំងឈ្មោះទីតាំងបាទក្រុងបាត់ដំបងសង្កាអីហ្នឹងវាអាចនឹងបាត់ប៉ុន្តែតកតទៅនឹងទិសត្រៃវិស័យផែនទីកាលបរិច្ឆេទម៉ោងហើយនឹងចំណុចនិយមការ 48p ហ្នឹងគឺវាអត់បាត់ទេជាក់ស្ដែងដូចខ្ញុំបិទអ៊ីនធឺណិតឧទាហរណ៍ខ្ញុំចូលកាមេរ៉ានឹងម្ដងទៀតវាអាចនឹងបាត់ឈ្មោះទីតាំងតែជាក់ស្ដែងខ្ញុំទំបើកចឹងវានៅអញ្ចឹងអត់អីទេបើសិនជាមានអ៊ីនធឺណិតកាន់តែប្រសើរបើអត់អ៊ីនធឺណិតក៏អាចប្រើប្រាស់បានដែរបាទអញ្ចឹងនេះសូមសង្ខេបមុខងារនៃវីដេអូខ្លីមុខងារនៃកាមេរ៉ានេះគឺជាចំណុចដែលខ្ញុំចង់បង្ហាញនៅពេលដែលយើងបិទអ៊ីនធឺណិតគឺវាបាត់ទីតាំងក្រុងបាត់ដំបងហ្នឹងអញ្ចឹងណាបាទឧទាហរណ៍អញ្ចឹងអត់អីទេអ្វីដែលសំខាន់គឺយើងចង់បានការបរិច្ឆេទនៃរូបភាពហើយនឹងចំណុច GR បាទអញ្ចឹងនៅពេលដែលក្រុមយើងឡើងដូចជាខាន់ស្អែកក្រុមយើងឡើងចាប់ផ្ដើមធ្វើការវិញមានចម្ងល់អីអាចសួរបញ្ជាក់ជាមួយនឹងក្រុមការងារ IM យើងជាបន្តទៀតបាទអរគុណច្រើន